បាទរត់ទៅស្ដីគេព្រឹកមកបងប្អូនក្នុងភូមិទាំងអស់គ្នាបាទថ្ងៃនេះបាទស្ថានភាពធ្វើដំណើរដល់បាទស្រុកជុំគិរីហើយនៅខេត្តទីចុងខេត្តស្រុកជុំគិរីខេត្តអីបងខេត្តកពតទេទស្សនវិជ្ជាទីសភាពនៅស្រុកជុំគិរីខេត្តកពតស្អាតតែបងប្អូនក្នុងភូមិទាំងអស់គ្នាបាទមើលពេលព្រឹកបាទឥឡូវនេះម៉ោង8ជាង7:09ព្រឹកបាទឃើញណានំហើយមេឃសតុងស្អាតមែនទែនបាទហើយស្រាប់ពីមកស្ថានភាពលើកទី1ដែលធ្វើដំណើរឆ្លងកាត់ទីតាំងបាទស្រុកជុំគិរីនេះផ្ទាល់ហើយនៅផ្លូវនេះផ្ទាល់ដូចគ្នាទៅសាកោស្លាបងប្អូនធ្លាប់សាកោស្លាចេញពីជុំគិរីយើងគាត់ទៅលិចទៅដំណើរបែរជាពឹង30គីឡូយើងទៅដល់កោស្លាតែតាមផ្លូវនេះស្អាតតែយើងគឺដំណើរតាមផ្លូវនេះបងប្អូនអាចច្រឡំថាប្រទេសគេបាទមើលទៅដងមិនទៅដូចប្រទេសគេទៅខ្មែរយើងទៅស្រុកខ្មែរបងប្អូនមើលស្អាតមែនទែនបាទទស្សនវិជ្ជាទីសភាពកន្លែងនេះបាទធ្វើឲ្យតាក់ចិត្តបាទតាក់បេះដូងខ្ញុំបាទថាមានមែនទែនហើយខ្ញុំជឿថាបងប្អូនកំពុងតាមដានទស្សនាក៏មានអារម្មណ៍ថាតាក់ចិត្តដូចគ្នាបាទព្រោះបាទមើលទៅផ្ទះបងប្អូននេះគាត់ធ្វើនៅខាងក្នុងចេះហើយមានដើមថ្នោតដើមឈើហើយមើលមកខាងមុខផ្ទះវិញបាទចន្លងភ្នំបាទផ្លូវច្រកចូលនេះកាត់ចូលកាត់ភ្នំបងប្អូនមើលខាងមុខបាទភ្នំអមសងខាងបាទស្អាតមែនទែនបងប្អូនណាហើយបងប្អូនអង្គវិញប្រហែលអ្នកដែលធ្លាប់ឆ្លងកាត់បាទធ្វើដំណើរតាមផ្លូវនេះបាទបងប្អូនដែលធ្លាប់ឆ្លងកាត់អាចខមមិនបាទប្រាប់មើលថាធ្លាប់បានមកដល់អត់ហើយបាទថាយូរលើកទី1ហើយដែលបានធ្វើដំណើរកាត់បាទទីតាំងនេះចូលអាចទៅបងប្អូនចូលនិយាយថាភ្នំយើងមើលពីងាយយើងឆ្ងល់ហ្នឹងស្អីគេមើលទៅដើមឈើធំហ្នឹងនៅលើភ្នំតែពេលមកដល់មានតែឈើដើមឈើទូចចឹងតែពេលវាច្រើនទៅពេលយើងទៅវាខៀវស្រងាត់ណាបងប្អូនបាទអូផ្លូវអែបងប្អូនបាទអាចមែនតើបងប្អូនហើយចង់និយាយថាមិននិយាយតែមាត់ទេណាបងប្អូនអាចមែនតើផ្លូវនេះចូលតាមចន្លោះភ្នំពេលព្រឹកទីភ្នំនេះទីកម្មសិទ្ធិតាមមើលបងប្អូនព្រោះតែគាត់ដបងដាំស្វាយទៅល្អផ្លូវនេះចាក់ចេញដល់ណាបាកោស្លាចេញពីនឹងទៅហើយប្រហែលគីឡូដល់បាកោស្លាប្រហែលគីឡូដល់បាកោស្លាឆ្ងាយបានតែបងប្អូនបាទនិយាយទៅវាអារម្មណ៍ដល់មកកន្លែងនេះគេមិនបានថាបានជីកាត់បានមកទីតាំងនេះទេព្រោះសំបីតែវីដេអូដែលខ្ញុំមើលក៏ខ្ញុំមិនដែលមើលចំដែរក្នុងsocial media អត់មានឃើញវាមានថាមានបងប្អូនគេក៏ថតធ្វើដំណើរជិះម៉ូតូឬក៏ដើរលេងឬក៏ថតតំបន់ទីចូលកម្សាន្តនៅតាមផ្លូវនៅទីតាំងនេះតែខ្ញុំមើលអត់ចំតែថ្ងៃនេះពេលដែលមើលអត់ចំហើយយើងអត់ធ្លាប់បានដឹងស្រាប់ពេលមកញាក់អើលមែនតើញាក់អើលជាមួយទស្សនវិជ្ជាជាក់ស្ដែងដែលខ្លួនខ្ញុំបានឃើញខ្ញុំហៅណាសាច់បងប្អូនបាទចង់និយាយភ្នំពាត់ជុំវិញតូចធំជាជួរហើយជាមួយធម្មជាតិភៀវខ្ចីបាទតាមផ្លូវនេះមិនទៅជាមានតែបងប្អូនជាពលរដ្ឋខ្មែរយើងក៏ច្រើនតែមានមួយចោះនេះតែជួបភ្នំស្អាតបងប្អូនបាទនៅខេត្តកពតបងប្អូនបាទឥឡូវចង់អរគុណច្រើនបងប្អូនក្នុងភូមិទាំងអស់គ្នាបាទជូនពរបងប្អូនបាទកំពុងតាមដានទស្សនាបាទដល់ទីទទួលទានមានបានទាំងអស់គ្នាបាទBefore this memory falls asleep, a chance to feel the warmth again, a chance to let the healing begin before goodbye becomes our only truth. One last moment, one last glance, one last memory. ចឹងសម្រាប់បងប្អូនអរគុណទាំងអស់គ្នាមិនខានទាំងអស់គ្នាត្រូវការ power bank ក៏ដូចជា accessory ទូរស័ព្ទបាទតែជាច្រើនមុខបាទជាង100មុខនៅក្នុង page ST លក់សម្ភារៈទូរស័ព្ទគ្រប់ប្រភេទបងប្អូនត្រូវការកុំភ្លេចណាខ្ញុំបាទប្រធានយូអ្នកលក់ផ្ទាល់បងប្អូនទាំងអស់គ្នាចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងខ្ញុំបាទទាំងពីរម្នាក់មួយផងអរគុណច្រើន